ម៉ាក់ក្មេក Oh my god បានខ្លាចជាកូនប្រសាម៉ាក់ក្មេកទេមិនដឹងថាសប្បាយយ៉ាងណាទេលោកពុកចេះដាំបន្លែផ្លែឈើអ្នកម្ដាយពូកែចំអិនមុខម្ហូបចំពោះកូនអ្នកម្ដាយវិញពូកែរៀនក៏ប៉ុន្តែអត់ចេះចំអិនម្ហូបមិនថ្មីទេអ្នកម្ដាយក្មេកលើកូនឲ្យកូនមកកូនរៀនមុខម្ហូបពីអ្នកម្ដាយក៏ចេះដែរអីឆ្លាតណាស់បងប្អូនតែនិយាយថានាងខ្ញុំហ្នឹងប្រើគ្រឿងច្រើនបងប្អូនហ្នឹងនាងខ្ញុំមករៀនបងប្អូនហ្នឹងขนาดห้างបងប្អូនចាជាពិសេសប្តីដែលចូលចិត្តទៅហាងខាងក្រៅអីហ្នឹងប្រយ័ត្នជួបស្រីស្អាតក្រៅចាចេះចំអិនមុខហូបពីនាងខ្ញុំគឺនាងខ្ញុំបងរៀនຂนาดហាងមើលហើយអាចចំអិនហូបខ្លួនឯងបានហើយក៏អាចបើកហាងបានដែរឥឡូវនេះនាងខ្ញុំបង្រៀនមុខម្ហូបថ្ងៃនេះគឺមុខម្ហូបប្រចាំគ្រួសារបងប្អូនបុកត្រីខធ្លាប់ហូបដែរទេបើមិនទាន់ធ្លាប់ហូបទស្សនាជាមួយនាងខ្ញុំនេះចំណាយត្រឹមតែ2នាទីទេបងប្អូនអូនកូនកូនចេះចំណេះពីនាងខ្ញុំតាមពិតទៅបុកត្រីខបើយើងយកត្រីខសុទ្ធយកមកបុកអត់ឆ្ងាញ់ទេអញ្ចឹងលួចកាពីដាក់ជាមួយនឹងសាច់ជ្រូកសាច់មាន់ក៏បានដែរឬក៏សាច់គោក៏បានដែរតែបំពងឲ្យស្រួយដូចនឹងហើយមួយទៀតគឺបងប្អូនបុកជាមួយនឹងប៊ីចេងឲ្យវាចូលជាតិសិនបន្ទាប់មករំលាយក្រសាំងដើម្បីឲ្យក្រសាំងហ្នឹងគ្រាប់វាស្រួយឈ្ងុយហើយចេញជាតិជូរអស់ត្រីខទឹកដោះគោខាប់ស្ករត្នោតស្ករសចាជាមួយនឹងស្ដាច់អយស្ទ័របន្តិចមកបងប្អូនរសជាតិនេះនាងខ្ញុំធានាជូនបងប្អូនតែម្ដងគឺឆ្ងាញ់បងប្អូនណាឲ្យប្រើគ្រឿងតិចទេសាក់លបងបានទេនាងខ្ញុំថ្ងៃនេះម្សិលមិញថ្ងៃសិលនាងខ្ញុំអត់ថ្ងៃសិលនាងខ្ញុំធ្វើម្ហូបចែកជូនហើយថ្ងៃនេះគឺចែកជូនកូនអូនដែលមកលេងចាកន្លែងអាហារសម្រន់របស់នាងខ្ញុំហើយមិនភ្លេចទេជាមួយនឹងបងងោលទុកឲ្យគាត់ហូបជាមួយនឹងថៃអាំងមានបន្លែធម្មជាតិបន្ទាប់មកអូយមានមកប្រអប់ហូបនៅវាស្រែមាត់ទឹកអីហ្នឹងបងប្អូនអើយនេះគឺជាវីតាមីនបំបត្តិជាំសម្រាប់បងអូនដែលធ្វើការនៅក្រោមពន្លឺថ្ងៃជាំមុខទាំងផ្ទាំងក៏ដូចជាមានអាចរុយដូចនាងខ្ញុំហ្នឹងជ្រើសរើសប្រើប្រាស់វីតាមីនមួយនេះបំបុកចេញពីក្នុងតែម្ដងកុំឲ្យមុខបងប្អូនហ្នឹងជាំនឹងអាចរុយលេបពេលព្រឹកមួយគ្រាប់ពេលល្ងាចមួយគ្រាប់ពេលបាយហើយបងប្អូនណាបន្ទាប់មកបងប្អូនត្រូវមានពីរមុខនេះជំនួយគឺសលៃជូតមុខនិងសាន់ខែសលៃជូតមុខជូតមុខនៅពេលដែលបងប្អូនងូតទឹកហើយបងប្អូនជូតដើម្បីឲ្យផ្ទៃមុខបងប្អូនហ្នឹងបាត់មុនបន្ទាប់មកបងប្អូនដាក់ជាមួយនឹងសាន់ខែនាំចូលមកពីក្រុមហ៊ុនផ្សារធម្មជាតិ24ផលិតផលផលិតមកពីប្រទេសអាមេរិកអាចរកទិញបាន25ខែក្រុងកន្លែងលក់គ្រឿងក្រអូបណាហេម៉ាក់ក្មេក Oh my god បានខ្លាចជាកូនប្រសាម៉ាក់ក្មេកទេមិនដឹងថាសប្បាយយ៉ាងណាទេលោកពុកចេះដាំបន្លែផ្លែឈើអ្នកម្ដាយពូកែចំអិនមុខម្ហូបចំពោះកូនអ្នកម្ដាយវិញពូកែរៀនក៏ប៉ុន្តែអត់ចេះចំអិនម្ហូបមិនថ្មីទេអ្នកម្ដាយក្មេកលើកកូនឲ្យកូនមកកូនរៀនមុខម្ហូបពីអ្នកម្ដាយក៏ចេះដែរអីឆ្លាតណាស់បងប្អូនតែនិយាយថានាងខ្ញុំហ្នឹងប្រើគ្រឿងច្រើនបងប្អូនហ្នឹងនាងខ្ញុំមករៀនបងប្អូនហ្នឹងขนาดห้างបងប្អូនចាជាពិសេសប្តីដែលចូលចិត្តទៅហាងខាងក្រៅអីហ្នឹងប្រយ័ត្នជួបស្រីស្អាតក្រៅចាចេះចំអិនមុខហូបពីនាងខ្ញុំគឺនាងខ្ញុំបងរៀនຂนาดហាងមើលហើយអាចចំអិនហូបខ្លួនឯងបានហើយក៏អាចបើកហាងបានដែរឥឡូវនេះនាងខ្ញុំបង្រៀនមុខម្ហូបថ្ងៃនេះគឺមុខម្ហូបប្រចាំគ្រួសារបងប្អូនបុកត្រីខធ្លាប់ហូបដែរទេបើមិនទាន់ធ្លាប់ហូបទស្សនាជាមួយនាងខ្ញុំនេះចំណាយត្រឹមតែ2នាទីទេបងប្អូនអូនកូនកូនចេះចំណេះពីនាងខ្ញុំតាមពិតទៅបុកត្រីខបើយើងយកត្រីខសុទ្ធយកមកបុកអត់ឆ្ងាញ់ទេអញ្ចឹងលួចកាពីដាក់ជាមួយនឹងសាច់ជ្រូកសាច់មាន់ក៏បានដែរឬក៏សាច់គោក៏បានដែរតែបំពងឲ្យស្រួយដូចនឹងហើយមួយទៀតគឺបងប្អូនបុកជាមួយនឹងប៊ីចេងឲ្យវាចូលជាតិសិនបន្ទាប់មករំលាយក្រសាំងដើម្បីឲ្យក្រសាំងហ្នឹងគ្រាប់វាស្រួយឈ្ងុយហើយចេញជាតិជូរអស់ត្រីខទឹកដោះគោខាប់ស្ករត្នោតស្ករសចាជាមួយនឹងស្ដាច់អយស្ទ័របន្តិចមកបងប្អូនរសជាតិនេះនាងខ្ញុំធានាជូនបងប្អូនតែម្ដងគឺឆ្ងាញ់បងប្អូនណាឲ្យប្រើគ្រឿងតិចទេសាក់លបងបានទេនាងខ្ញុំថ្ងៃនេះម្សិលមិញថ្ងៃសិលនាងខ្ញុំអត់ថ្ងៃសិលនាងខ្ញុំធ្វើម្ហូបចែកជូនហើយថ្ងៃនេះគឺចែកជូនកូនអូនដែលមកលេងចាកន្លែងអាហារសម្រន់របស់នាងខ្ញុំហើយមិនភ្លេចទេជាមួយនឹងបងងោលទុកឲ្យគាត់ហូបជាមួយនឹងថៃអាំងមានបន្លែធម្មជាតិបន្ទាប់មកអូយមានមកប្រអប់ហូបនៅវាស្រែមាត់ទឹកអីហ្នឹងបងប្អូនអើយនេះគឺជាវីតាមីនបំបត្តិជាំសម្រាប់បងអូនដែលធ្វើការនៅក្រោមពន្លឺថ្ងៃជាំមុខទាំងផ្ទាំងក៏ដូចជាមានអាចរុយដូចនាងខ្ញុំហ្នឹងជ្រើសរើសប្រើប្រាស់វីតាមីនមួយនេះបំបុកចេញពីក្នុងតែម្ដងកុំឲ្យមុខបងប្អូនហ្នឹងជាំនឹងអាចរុយលេបពេលព្រឹកមួយគ្រាប់ពេលល្ងាចមួយគ្រាប់ពេលបាយហើយបងប្អូនណាបន្ទាប់មកបងប្អូនត្រូវមានពីរមុខនេះជំនួយគឺសលៃជូតមុខនិងសាន់ខែសលៃជូតមុខជូតមុខនៅពេលដែលបងប្អូនងូតទឹកហើយបងប្អូនជូតដើម្បីឲ្យផ្ទៃមុខបងប្អូនហ្នឹងបាត់មុនបន្ទាប់មកបងប្អូន
24ដាក់ជាមួយនឹងសាន់ធានាំចូលមកពីក្រុមហ៊ុនផ្សារធម្មជាតិ24ផលិតផលផលិតមកពីប្រទេសអាមេរិកអាចរកទិញបាន25ខេត្តក្រុងកន្លែងលក់គ្រឿងក្រអូបណា